បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ានេះគឺជាបង្អែមលាងមាត់សម្រាប់ថ្ងៃត្រង់ម៉ោង12កន្លះថ្ងៃត្រង់ហើយបងប្អូននៅឯប្រទេសកម្ពុជាត្រូវនឹងម៉ោង9:30នាទីយប់ហើយនៅឯទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាការដែលខ្ញុំត្រូវផ្សាយព័ត៌មានពេលថ្ងៃត្រង់ហើយបន្ទាន់បែបនេះគឺដោយសារតែមានដំណឹងតាក់ទងនឹងរឿងកិច្ចព្រមព្រៀងឬក៏តែថាការយល់ព្រមគ្នាឈប់បាញ់សម្រាប់រយៈពេលបន្ទាន់មួយដែលនឹងប្រព្រឹត្តទៅដែលជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិថៃដែលទើបប្រកាសមុននេះដូច្នេះជាដំណឹងនិយាយទៅគឺល្អដែរសម្រាប់ប្រទេសកម្ពុជាយើងល្អនៅក្នុងន័យថាយ៉ាងហោចណាស់ក៏ការអនុវត្តបទឈប់បាញ់នេះគឺចាប់ផ្ដើមចូលជាធរមានទៅហើយបានកន្លះម៉ោងទៅហើយបងប្អូនគឺតាមអ្វីដែលជាសេចក្តីប្រកាសរួមរវាងភាគីថៃនិងកម្ពុជានេះគឺបទឈប់បាញ់មួយដែលអនុវត្តសម្រាប់រយៈពេល72ម៉ោងដំបូងនេះគឺត្រូវធ្វើពីម៉ោង12ថ្ងៃត្រង់នេះតទៅអញ្ចឹងបានន័យថាកន្លះម៉ោងមុននេះបទឈប់បាញ់នេះត្រូវចូលជាធរមានហើយព្រោះអីការចុះហត្ថលេខានេះគឺបានធ្វើនៅព្រឹកថ្ងៃទី27ព្រឹកមិញគឺពេលប្រជុំម៉ោង9ចប់តាមពិតមិនមែន9ជាងទេចូលប្រជុំចប់ប្រជុំម៉ោងប្រហែលជាអត់ដល់10ទេព្រោះអីប្រជុំនេះប្រហែលជាកន្លះម៉ោងតែប៉ុណ្្នឹងទេមិនមានអីវែងឆ្ងាយទេព្រោះអីលេខាធិការដ្ឋានរបស់គាត់ហ្នឹងក្រុមការងារហ្នឹងក៏គេបានជជែករួចហើយឥឡូវនេះអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនគឺចង់ជម្រាបថាតើកិច្ចព្រមព្រៀងឬក៏ថាសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានជជែកហើយព្រមធ្វើរួមគ្នានេះមានអីគេខ្លះអឺទាំងអស់មានដល់ទៅ16ចំណុចខ្ញុំនឹងដកស្រង់តែចំណុចសំខាន់ចំនួន2 3តែប៉ុណ្ណឹងហើយយកមកឲ្យជូនចែកជូនបងប្អូនបានជ្រាបឥឡូវជាបឋមនេះគឺភាគីថៃនិងកម្ពុជាព្រមព្រៀងគ្នាឈប់បាញ់ជាបន្ទាន់រយៈពេល72ម៉ោងសិនបាទបើន័យថាដូចជាការអនុវត្តសាកល្បងដែរគឺនៅក្នុងរយៈពេល72ម៉ោងនេះគឺត្រូវអនុវត្តភ្លាមតែម្ដងគឺចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូនេះតទៅអញ្ចឹងបានន័យថាអនុវត្តចាប់ពីកន្លះម៉ោងមុនមកម្លេះមុននឹងខ្ញុំផ្សាយនេះដោយសារតែរៀបចំឯកសារមិនទាន់គឺតតែបាត់ជប់បាញ់នឹងចូលជាធរមានហើយបានខ្ញុំអាចផ្សាយផ្ទាល់បានណាក៏ប៉ុន្តែឥឡូវយើងមើលខ្លឹមសារនៃបទឈប់បាញ់នេះតើវាមានអីប្លែកពីលើកមុនហើយយើងភាគីទាំងអស់អាចគោរពបានដែរឬយ៉ាងណាតាមពិតវាអត់មានអីភ្ញាក់ផ្អើលទេបងប្អូនគឺបទឈប់បាញ់បន្ទាន់រយៈពេល72ម៉ោងឬ3ថ្ងៃនេះ3យប់3ថ្ងៃនេះគឺជាសំណើឬក៏អាចថាជាលក្ខខណ្ឌរបស់ភាគីថៃទេដែលចង់ឲ្យអនុវត្តប៉ុណ្ណឹងសិនទៅហើយឃ្លាំមើលទៅបើសិនជាកម្ពុជាអនុវត្តមិនបានទេគឺថៃគេអះអាងកាលពីម្សិលមិញយើងឃើញលោកអនុទិនច័ន្ទវរៈគុលហ្នឹងគាត់ថានឹងរករឿងកម្ពុជាអីអញ្ចឹងថាយើងមិនស្មោះត្រង់អីអញ្ចឹងតែយ៉ាងណាអ្វីដែលសំខាន់គឺយើងមានការព្រមព្រៀងគ្នាថាឈប់បាញ់សិនចុះកុំយ៉ាងហោចណាស់ក៏ស្បើយអាការភ័យខ្លាចនៅក្នុងការទម្លាក់គ្រាប់ទម្លាក់អីហ្នឹងវាសម្បើមពេកបងប្អូនអាការទម្លាក់គ្រាប់ហ្នឹងសូម្បីតែព្រឹកមិញណា1ម៉ោងមុននឹងជួបប្រជុំហ្នឹងណា1ម៉ោងមុននឹងចុះហត្ថលេខាហ្នឹងណាគឺថៃប្លង់ F16 ទម្លាក់គ្រាប់ពីយន្តហោះប្រដេញឬក៏យន្តហោះរបស់អាមេរិកនេះ F16 ធ្លាក់ស្រស់អស់16គ្រាប់ទៀតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហុយផ្សែងសពងតើបានន័យថាម៉េចទៅបើអ្នកណាដែលមានចេតនាចង់ឲ្យមានសុខសន្តិភាពបើសំបីតាគណៈប្រតិភូកំពុងតែធ្វើដំណើរចូលទៅដើម្បីចុះហត្ថលេខានៅក្នុងការព្រមព្រៀងនៃបទឈប់បាញ់មួយយកមកអនុវត្តស្រាប់តែទម្លាក់គ្រាប់ឯងឲ្យឡើងឆេះហុយថ្គោលបែបនេះហើយអ្នកដែលទម្លាក់គ្រាប់ហ្នឹងគឺភាគីថៃនោះឯងដែលប្រហែលជាបង្ហើយគ្រាប់ឬក៏យ៉ាងម៉េចឬក៏ចេតនារបស់ថៃនេះគឺចង់និយាយថាទម្លាក់ឲ្យអស់ចិត្តចឹងទៅនៅពេលដឹងថាឲ្យតែចុះហត្ថលេខាភ្លាមអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងខ្ញុំថាថៃនៅពេលដែលទម្លាក់គ្រាប់ខ្លាំងមុននឹងចុះហត្ថលេខាឬក៏1ម៉ោង2ម៉ោងមុនចុះហត្ថលេខាបន្ថែមគ្រាប់យ៉ាងច្រើនសន្ធឹកនេះគឺដោយសារតែអាចថៃវាយការពារទប់កុំឲ្យទាហានខ្មែររុលចូលទៅទាឬក៏ដណ្ដើមដែនអធិបតេយ្យដែលថៃដណ្ដើមយកទៅគ្រប់គ្រងបានតាំងពីថ្ងៃទី16មកក្នុងបាញ់គ្នាហ្នឹងអញ្ចឹងអាចថាខ្លាចទាហានខ្មែរយើងសម្រុកចូលទៅយកវិញ
chẳng tầm lẹ crop đách chip cho rồi có ca roll từ do tí tăng nó prupe về lia kiện na thái bờ bờ đói ai Campuchia plong crop bờ đói cho từ do vinh bờ đói khai anh chẳng tới khai mình ban chọn đôi ca để pon á na ta tập tầm lẹ crop chẳng tới vì hạ bơi đôi chỉ tụp thì hiên khai với mình ai đừng roll tới từ đám do tí đại kế do bị dương bàn tê được chứ nè đòn mong prúp bàn này tha vậy để thay vay bán cứ nơi trầm nặng hay thể hiện không ai nơi nào nơi lại nặng anh đi hai đại chi vậy đại chi cà pon đò có kích mau group rồi bỏ và thể thấy tại cái thua ban sầm rạch hay lấy ní miền tráiនៅក្នុងកិច្ចព្រមព្រៀងដោយការដែលយើងគិតទុកអញ្ចឹងខ្ញុំនឹងអានសេចក្តីថ្លែងការណ៍នេះប្រកាសរួមនេះដូចតទៅដើម្បីឲ្យបងប្អូនយល់ថាតើចំណុចណាខ្លះគេឯកភាពគ្នាអីគេខ្លះភាគីណាមានប្រៀបភាគីណាចាញ់ប្រៀបយើងបានអីគេបានអីតើទៅមុខទៀតវាយ៉ាងម៉េចទៅវិញហើយការអនុវត្តបទឈប់បាញ់នេះមានប្រសិទ្ធភាពដែរឬយ៉ាងណាហើយបើគ្មានប្រសិទ្ធភាពតើគេធ្វើអីទៀតឥឡូវនេះខ្ញុំសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ជាភាសាអង់គ្លេសថា GBC រវាងប្រទេសកម្ពុជានិងប្រទេសថៃនៅច្រកព្រំដែនអន្តរជាតិព្រំខេត្តបៃលិនប្រទេសកម្ពុជាឬយើងហៅបានបកាតនៅខេត្តច័ន្ទបុរីរបស់ប្រទេសថៃនៅថ្ងៃទី27ខែធ្នូនេះបានន័យថាសេចក្តីថ្លែងការណ៍នេះគឺជាសេចក្តីថ្លែងការណ៍រួមពួកអីចុះហត្ថលេខាដោយលោកណត្តភង្ស ណាផនិចរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៃរដ្ឋាភិបាលចាំផ្ទះថៃនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហាមិនមែនជាសេចក្តីថ្លែងការណ៍ភាគីតែមួយដាច់ទេដូច្នេះអាចយកជាការបានដោយសារតែពីរនាក់ហ្នឹងចុះហត្ថលេខាចេញជាសេចក្តីថ្លែងការណ៍រួមសេចក្តីថ្លែងការណ៍រួមនេះធ្វើជាពីរភាសាមានភាសាអង់គ្លេសជាសំទោសជាភាសាថៃជាតាមពិតជាភាសាដើមមានខ្មែរមានអង់គ្លេសហើយនិយាយខុសសូមអធិស្ឋានមានថៃមានខ្មែរហើយក៏មានបកប្រែជាភាសាអង់គ្លេសដែរបាទអញ្ចឹងខទី1និយាយទៅមានទាំងអស់16លក្ខខណ្ឌបាទលក្ខខណ្ឌហ្នឹងគេមាន16ចំណុចលើសថ្ងៃ26សំទោសលើសថ្ងៃ7ខែសីហាដែលមាន13ចំណុចទៀតឥឡូវលើកមានដល់16ចំណុចតើមានចំណុចគេខ្លះទី1ភាគីទាំងពីរឯកភាពលើលក្ខខណ្ឌនិងវិធានការដូចខាងក្រោមវិធានការកាត់បន្ថយភាពតានតឹង1ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់បាទក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសនេះគឺគិតចាប់ពីម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកបាទในស្រុកថៃស្រុកខ្មែរម៉ោងដូចគ្នាទេម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទបាទន័យថាឈប់បន្ទាន់ឈប់បាញ់ប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងគ្រប់ករណីនិងគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារទៅលើជនស៊ីវិលគោលដៅនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតត្រូវឈប់ទាំងអស់ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តកម្លាំងទៅទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាតបាទអញ្ចឹងចំណុចទី1នេះគឺជាចំណុចស្លាប់រស់ដែរបានន័យថាអត់ត្រូវមានផ្ទុះអាវុធអ្វីទាំងអស់បើសិនជាមិនគោរពបានទេគឺបានន័យថាអា72ម៉ោងហ្នឹងគឺចាត់ទុកថាជាមិនបានផលទេបាទឥឡូវខទី2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តទ័ពកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងឬក៏ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀតនេះខទី2នេះក៏ជាខស្លាប់រស់ដែរឥឡូវខទី1យើងគិតថាឈប់បាញ់ហើយម៉ោង12កន្លងទៅនេះគឺបានន័យថាឥឡូវនេះ41នាទីហើយឈប់បាញ់បាន41នាទីហើយតាមកិច្ចព្រមព្រៀងអត់មានអ្នកណារំលោភអ្នកណាហើយយើងអត់ដឹងតើឈប់បាញ់នឹងអ្នកណាទៅជួយផ្ទៀងផ្ទាត់ចាំមើលសិនតើយន្តការអីដែលផ្ទៀងផ្ទាត់រឿងនេះបានអញ្ចឹងពេលដែលឈប់បាញ់ដល់តែខទី2គឺអ្នកណានៅណាអ្នកនឹងនៅនឹងឃើញថៃខូចហើយចេះហើយឆ្លាតទេឥឡូវហ្នឹងអ្នកណានៅណានៅហ្នឹងបានន័យថាម៉េច
តំបន់ទាំងអស់ដែលថៃគ្រប់គ្រងគឺយើងអត់ទៅប៉ះពាល់របស់គេបានទេដោយសារអីលក្ខខណ្ឌទី2នឹងចងកាតព្វកិច្ចថាអ្នកណានៅនឹងហាមសម្ោចក្នុងខោព្រោះអីអាសម្ោចក្នុងខោហ្នឹងគឺតែហ៊ានរុលចុះរុលឡើងឬក៏ទៅតតាំងតអីទៅដើមប្រទីងបតុងមកវិញខុសអាកិច្ចព្រមព្រៀងនេះទៀតឆាចោលទៀតអញ្ចឹងបានន័យថាយើងចាញ់ប្រៀបថៃទាំងស្រុងនៅក្នុងន័យចំណុចទី2នេះគឺដោយសារអីដោយថៃគេមានប្រៀបវាយយកទីតាំងរបស់យើងបានហើយគឺគេឈរជើងនៅហ្នឹងហើយថៃខូចកន្លែងនេះមួយទៀតអាពេលចិត្តដែលដល់ចុះហត្ថលេខានៃបទជប់បាញ់ថៃចូលជ្រៅផ្លោងគ្រាប់ឲ្យជ្រៅអាចចង់រុលមកបន្ថែមទៀតអញ្ចឹងបើសិនជាយើងទាញឬរុញរំកិលយ៉ាងណាថៃនៅសល់អាដីខ្មែរដែលរំកិលមកហ្នឹងបានមកកណោក៏ថយទៅនៃការដែលដណ្ដើមបានច្រើនទៅគ្រាន់តែដណ្ដើមបាននៅតិចតែបើរឿងថាឲ្យខ្ជាក់មកវិញគឺអត់ខ្ជាក់ទេអានេះហើយដែលជារឿងមួយដែលគ្រោះថ្នាក់សម្រាប់ជាតិខ្មែរមួយដែរគឺរឿងចំណុចលេខ2នេះឯងគឺឈរជើងនៅណាឈរជើងនៅហ្នឹងនេះអញ្ចឹងតែគេដាក់បលាលួសដាក់លេនឋានដាក់អីអញ្ចឹងនៅក្នុងអាតំបន់ដែលគេគ្រប់គ្រងបានហ្នឹងរាយបលាលួសទៅឬក៏ធ្វើអីទៅគេចាប់ផ្ដើមទៀមទាកម្មសិទ្ធិរបស់គេអញ្ចឹងទៅហើយយើងសួរថាគេចិត្តតែយកបានស្អាតចិត្តចឹងមែនហ្នឹងដីខ្មែរតាប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងនេះគឺចែងថាអ្នកណានៅហ្នឹងអត់អាចទៅលូកលាន់ឬក៏ទៅវាយលុកចូលទៅដណ្ដើមអីបានទៀតទេព្រោះតែផ្ទុះអាវុធទៀតគឺឆាចោលអាហ្នឹងយើងនឹងមានសង្គ្រាមទៀតហើយទី3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការដែលខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេចំណុចទី3មានភាពល្អប្រសើរបន្តិចក៏ប៉ុន្តែវាហាក់បីដូចជាខ្ទាស់គ្នាជាមួយនឹងចំណុចទី2ព្រោះអីចំណុចទី2ថាអ្នកណានៅណាអ្នកណានៅណានៅកន្លែងហ្នឹងឥឡូវហ្នឹងម៉ោងហ្នឹងកលៈទេសៈហ្នឹងចាប់ពីមានបត់ជប់បាញ់ទៅអត់មានរើរុះទៅណាទៀតទេដកក៏មិនដករុលក៏មួយមុខក៏មិនរុលថែមបន្ថែមកម្លាំងក៏មិនធ្វើគឺធ្វើមិនគឺរក្សាស្ថានភាពដើមនេះនៅនឹងសិនរក្សាស្ថានភាពបច្ចុប្បន្ននេះតទៅពេលចំណុចទី3ប្រាប់ថាក្នុងកលៈទេសៈនឹងក៏ដោយគឺមិនប៉ះពាល់ដល់ការវាស់ព្រំដែនព្រំសីមាទេអញ្ចឹងបានន័យថាម៉េចកម្លាំងថៃដែលនៅក្នុងដីខ្មែរហ្នឹងនៅអញ្ចឹងសិនទៅច្រកអានសេះច្រកអីអញ្ចឹងទៅដល់តែពេលមានគណៈកម្មការព្រំដែនវាស់កិច្ចការវាស់ហ្នឹងក៏ចូលទៅវាស់អញ្ចឹងទៅអញ្ចឹងដោយភូមិព្រៃច័ន្ទភូមិជោគជ័យដែលថៃគ្រប់គ្រងទាំងស្រុងបើចង់វាស់អីក៏វាស់ទៅហើយកម្ពុជាច្បាស់ជាសង្ឃឹមថាបើវាស់ទៅបានដីខ្មែរគឺខ្មែរយកហើយគឺថៃសង្ឃឹមថាថៃបកគលមកឲ្យវិញអញ្ចឹងទៅមិនអញ្ចឹងឯងបើព្រោះយើងគិតថាគណៈកម្មការព្រំដែនវាស់ហើយយកផែនទីអីទៅវាស់ហ្នឹងបើថៃព្រមឲ្យវាស់ផែនទី1លើ200,000បើថៃដឹងថាវាស់អា1លើ200,000បានប្រយោជន៍មកឲ្យកម្ពុជាថៃចាំបាច់វាយឲ្យឈឺក្បាលអញ្ចឹងបើវាស់តាម1លើ50,000គឺដូចទៅប្រថាប់ត្រាឲ្យថៃដើម្បីបានដែនអធិបតេយ្យនឹងអញ្ចឹងដូច្នេះអាកិច្ចការព្រំដែនជាចំណុចទី3នេះវាហាក់បីដូចជាថាបន្តវាស់ទៀតទៅដូចជាវាស់ផ្ដល់ភាពស្របច្បាប់ដើម្បីឲ្យថៃបានដីនឹងអញ្ចឹងឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងដែរឬក៏គេវាស់ទៅបានមកវិញខ្ញុំថាវាស់នេះគឺតើតែយើងមានផែនទី1លើ200,000ហ្នឹងដើម្បីឲ្យព្រមព្រៀងគ្នាជាជាងការប្រើផែនទី2តែកម្ពុជាមានសំអាងចេះថាឲ្យប្រើយន្តការដដែលដែលមានស្រាប់គឺភាគីប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនឹងខណ្ឌសីមាឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់អញ្ចឹងអាកិច្ចព្រមព្រៀងដែលមានស្រាប់ហ្នឹងវាអាចស្របទៅនឹងអាកិច្ចព្រមព្រៀងពីមុនដែលប្រើMOU ឆ្នាំ2000ឬក៏អីនោះដែលអាចថាកម្ពុជាសង្ឃឹមថាវាស់វែងទៅបើប្រើយន្តការហ្នឹងអាចថាប្រើផែនទី1លើ200,000ទៅមានសង្ឃឹមថាវាស់ទៅប៉ះចូលកន្លែងណាដីថៃទៅកន្លែងណាដីខ្មែរឲ្យមកខ្មែរវិញប្រហែលជាក្នុងន័យអញ្ចឹងណាប៉ុន្តែការដែលសង្ឃឹមនៅក្នុងការដណ្ដើមពីថៃបានមកវិញនៅក្នុងពេលដែលថៃគ្រប់គ្រងនេះអាចលំបាកបន្តិចហើយព្រោះនយោបាយថៃគឺកក្រិចណាស់បើយើងមិនប្តឹងទៅតុលាការព្រំដែនអន្តរជាតិទេខ្ញុំគ្មានសង្ឃឹមសំបីតែប៉ុនសរសៃសក់ឥឡូវនេះគឺចំណុចទី4ភាគីទាំងពីរឯកភាពអនុវត្តឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួនចំណុចទី4នេះគឺមានសារៈសំខាន់ណាស់វាអាចជួយសម្រួលដល់ជនភៀសសឹកយើងជាង600,000នាក់នេះឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញនៅក្នុងពេលឆាប់តើឆាប់ប៉ុណ្ណាបងប្អូនឆាប់នេះគឺអាស្រ័យទៅលើលក្ខខណ្ឌ72ម៉ោងនេះតើភាគីអាចអនុវត្តបានអត់សិនដូច្នេះចំណុចទី4នេះបើតាមអ្វីដែលលោកទាសីហាមានប្រសាសន៍
នៅក្នុងសន្និសីទសារព័ត៌មានបាញ់មិញនេះទើបតែធ្វើប្រហែលជា1ម៉ោងមុននេះលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិលោកថ្លែងដូច្នេះថាលោកសង្ឃឹមថាទាហានខ្មែរនឹងអត់ធ្មត់ឲ្យបាន72ម៉ោងគាត់សង្ឃឹមថាទាហានខ្មែរនឹងអត់ធ្មត់ឲ្យបាន72ម៉ោងឥឡូវដល់ពេលមេបញ្ជាការធំឬក៏រដ្ឋមន្ត្រីក្រសួងការពារជាតិអង្វរទាហានខ្មែរអត់ធ្មត់ទៅវិញអញ្ចឹងបានន័យថាពីមុនមកយើងអត់ធ្មត់ទេអញ្ចឹងណាអត់ធ្មត់នេះគឺបានន័យថាកុំឲ្យផ្ទុះអាវុធអីសោះក្នុងរយៈពេល72ម៉ោងហ្នឹងខ្លាចខុសលក្ខខណ្ឌដែលថៃគេដាក់មកហ្នឹងតខំគឺយើងខូចកាយអញ្ចឹងទៅអញ្ចឹងស្អំចិត្តគេសិនទៅនៅក្នុងន័យអញ្ចឹងអូខេឥឡូវខ្ញុំបន្តទៅទៀតអញ្ចឹងក្នុងនេះក៏លោកទាសីហាក៏បានបញ្ជាក់ថាប្រជាពលរដ្ឋនឹងអាចវិលទៅរកភូមិឋានរបស់គាត់វិញបានឆាប់ជាពិសេសទៅរកកន្លែងសុវត្ថិភាពប៉ុន្តែលោកដាក់លក្ខខណ្ឌមួយដែរគឺប៉ុន្តែគឺនៅក្នុងការដែលវិលទៅវិញនឹងឲ្យស្ដាប់អាជ្ញាធរមូលដ្ឋានផងមិនមែនចេះតែឮសូរតែឈប់បាញ់ហើយស្រាប់តែវិលស្រចូលទៅចូលខ្សែត្រៀមថៃនៅក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់ប្រទៀងបតុងគ្នាច្រើនណាស់ដែលថៃកំពុងតែដណ្ដើមយកដីខ្មែរហ្នឹងតែចូលទៅអាចនឹងប្រទាំងប្រទិសគ្នានឹងសម្បើមទៀតហើយដូច្នេះតលតែស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានអាចមានតំបន់ណាដែលអាចចូលទៅបានហើយតំបន់ណាចូលទៅវិញអត់ទាន់បានខ្ញុំជឿថាតំបន់ដែលចូលទៅអត់ទាន់បានហ្នឹងគឺព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងហើយឥឡូវនេះឮសូរថាទាហានថៃហ្នឹងមកដល់អាម្ដុំបឹងតគួនបឹងអីហ្នឹងទៀតហើយអ្នកដែលនៅតំបន់ថ្មដាឬក៏ច្រកអានសេះអីហ្នឹងក៏អាចនឹងពិបាកនឹងវិលទៅរកកន្លែងដើមដែរប៉ុន្តែប្រជាពលរដ្ឋហ្នឹងគឺភៀសខ្លួនមកឆ្ងាយឲ្យថៃពាត់ថៃអីដាក់បលាលុះអីដូច្នេះតំបន់ទាំងអស់នោះអាចនឹងពិបាកនឹងវិលចូលទៅវិញណាបងប្អូនវាអាចគ្រាន់តែបងប្អូនចាក់ឆ្ងាយពីភូមិឋានខ្លាចត្រូវក្របផ្លោងទម្លាក់ក្របដែលឆ្ងាយមកពីតំបន់ដែលថាប្រទៀងបតុងគ្នាក្នុងន័យថាថៃគេថារបស់គេខ្មែរថារបស់យើងណាប៉ុន្តែស្រុកភូមិមួយចំនួនធំខ្ញុំជឿថាប្រជាពលរដ្ឋអាចនឹងវិលត្រឡប់ទៅភូមិឋានវិញក្នុងពេលឆាប់នេះនៅពេលដែលការអនុវត្តបទឈប់បាញ់នេះឲ្យបាន72ម៉ោងឲ្យបានពេញលេញណាបើអត់ទេខ្ញុំជឿថាជនភៀសសឹកនឹងបន្តនៅភៀសសឹកនឹងច្រើនខែទៅទៀតហើយបាទឥឡូវនេះគឺជាប្រសាសន៍របស់លោកទាសីហាឥឡូវខ្ញុំអានលក្ខខណ្ឌខទី5នៅក្នុងខទី5នេះគឺភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងទ័ពទៀតទេនៅតាមព្រំដែនប៉ុន្តែអត់ដកទេមិនបង្កើនតែអត់មានកន្លែងណាដែលថាដកទេគឺគាត់តែមិនបង្កើនកម្លាំងដែលបង្កើនឲ្យមានភាពតានតឹងឬក៏មានបង្កផលអវិជ្ជមានណាមួយអញ្ចឹងគឺភាគីហ្នឹងគឺបដិញ្ញារួមគ្នាត្រង់កន្លែងចំណុចហ្នឹងឥឡូវប្រការលេខ6ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពស្រមោចក្នុងខោបាទតាមពិតនៅក្នុងសេចក្តីថ្លែងការណ៍រួមគេមិនប្រើពាក្យស្រមោចក្នុងខោដូចខ្ញុំទេព្រោះខ្ញុំធ្លាប់ប្រើពាក្យហ្នឹងភាសាខ្មែរតាមភាសាវប្បធម៌ត្រឹមត្រូវគេប្រើពាក្យថាសកម្មភាពបង្កហេតុណាមួយបាទអញ្ចឹងគេថាភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឲ្យមានភាពតានតឹងដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាសបាទអញ្ចឹងយន្តហោះបណ្ដេញ F16 អីហ្នឹងប្រហែលជាលែងបានហោះកវ៉ែលឆ្វែលចូលដែនអធិបតេយ្យកម្ពុជាបានទៀតហើយបើតាមកិច្ចព្រមព្រៀងនេះឬក៏សេចក្តីថ្លែងការណ៍រួមនេះឬក៏ហោះចូលក្នុងដែនបូរណភាពទឹកដីឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេនដ្ឋានផ្សេងនៅហួសទីតាំងរបស់ខ្លួនឡើយបាទកន្លែងចំណុចទី6នេះគឺអត់ឲ្យសង់ហេដ្ឋារចនាសម្ព័ន្ធឬលេនដ្ឋានមិនឲ្យហួសពីទីតាំងបានន័យថាម៉េចថៃអាចសង់លេនដ្ឋានរបស់ខ្លួននៅក្នុងទីតាំងដែលខ្លួនវាយបានពីខ្មែរហ្នឹងតែកុំឲ្យហួសពីអាហ្នឹងទៀតដូច្នេះនៅក្នុងដីខ្មែរដដែលទេក្នុងកិច្ចព្រមព្រៀងនេះណាទី7ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងគោលដៅស៊ីវិលនៅក្នុងកលៈទេសៈណាក៏ដោយបាទអញ្ចឹងបានន័យថាថៃឈប់ទម្លាក់គ្រាប់ជ្រៅក្នុងដែនដីខ្មែរឈប់បាញ់អា BM21 ហ្នឹងចូលទៅក្នុងដីថៃសកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេថែមទាំងជាការបំពានច្បាប់អន្តរជាតិនិងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរដឹងនិយាយទៅអីទេអារឿងភាគីអន្តរជាតិការបំពានហ្នឹងវាតែមានឆ្លោះគ្នាតែផ្លោងទៅផ្លោងមកហ្នឹងវា
បបាអើយ8ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายមិនដឹងទប់យ៉ាងម៉េចទេដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចការសន្ទនាគ្នាដោយសន្តិវិធី9ភាគីទាំងពីរបញ្ជាក់ជាថ្មីនៅកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមប្រើប្រាស់រក្សាទុកផលិតនិងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សនិងការបំផ្លាញគ្រាប់មីនទាំងនេះគឺអនុសញ្ញាអូតាវ៉ានេះចំណុចទី9នេះគឺព្រមព្រៀងគ្នាអនុវត្តរឿងឈប់ដាក់មីនភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលចម្រុះ JCTF លើការងារដោះមីនមនុស្សធម៌ស្របតាមនិយមនីតិប្រតិបត្តិ SOP ដែលមានព្រមព្រៀងគ្នាដើម្បីធ្វើឲ្យវិវត្តជាបន្តបន្ទាប់លើកិច្ចខិតខំប្រឹងប្រែងដោះមីនតាមបណ្ដាព្រំដែនអញ្ចឹងចំណុចទី9នេះគឺជាចំណុចស្របទៅនឹងសំណើរបស់ថៃដែលទាមទារឲ្យកម្ពុជាដោះមីន10ភាគីទាំងពីរឯកភាពគ្នាគោរពតាមផែនការសកម្មភាពសម្រាប់កិច្ចប្រតិបត្តិការលើការទប់ស្កាត់បង្ក្រាបអក្រិតកម្មឆ្លងដែនចំណុចនេះក៏ជាសំណើរបស់ថៃតាំងពីលើកមុនដែរ11ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាលំពួរចុះថ្ងៃទី26ខែតុលាយោធិនកម្ពុជាចំនួន18រូបនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបទឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងចឹងបានន័យថាដំណឹងល្អដែរចំណុចទី11នេះគឺជាចំណុចដែលគ្រួសាររបស់បងប្អូនយោធាដែលជាប់ជាចំណាប់ខ្មាំងរបស់ថៃ151ថ្ងៃហើយបងប្អូនតាំងពីថ្ងៃទី29ខែកក្កដាមកដល់ពេលនេះគឺថ្ងៃទី27ខែធ្នូគឺ151ថ្ងៃគត់ដែលពួកគាត់ជាប់ឃុំប៉ុន្តែក្តីសង្ឃឹមនេះគឺចង់និយាយថាគាត់អាចសង្ឃឹមបើសិនជាខ11ប្រការ11នេះត្រូវបានអនុវត្តឲ្យបានពេញលេញហើយអ្នកដែលអនុវត្តពេញលេញគឺភាគីកម្ពុជាទេបងប្អូនមិនមែនភាគីថៃទេព្រោះអីថៃគេចាំមើលយើងថាតើយើងឈប់បាញ់អត់តែបាញ់តែមួយគ្រាប់ក៏គេរករឿងដែរអញ្ចឹងបើថៃសុកដើរផ្ទុះមីនទៀតហើយស្រាប់ឥឡូវទីហោថា72ម៉ោងហើយស្រាប់តែ71ម៉ោងកន្លះហើយស្រាប់តែអត់លឺអីសោះស្រាប់ដល់នៅសល់កន្លះម៉ោងទៀតផ្ទុះដឿងដាច់ជើងមីនដាច់ជើងថៃម្នាក់ទៀតដោយសារសម្អោយក្នុងខោនៅក្នុងអាមិនមែនថារុលចូលមកថែមទៀតទេតែនៅអាកន្លែងលបាតអាកន្លែងគាត់ហ្នឹងអាកន្លែងវាយដីខ្មែរបានតែកន្លែងខ្លះជាចំការមីនហ្នឹងដើរជន់ផ្ទុះក្ដួងទៀតមកមិនអាហ្នឹងវាយទៀតអញ្ចឹងហើយយើងមិនទៅទុកចិត្តតែឲ្យតែក្ដួងមានលេះវាយប្រាវទៀតហើយពិបាកណាស់លោកអើយនិយាយទៅដូចទឹកលើស្លឹកឈូកអញ្ចឹងឃ្លីងឃ្លូងរត់តែធ្លាក់ទៅដីទេឥឡូវនេះគឺចំណុចលេខ11ហ្នឹងយើងសង្ឃឹមអញ្ចឹងសិនចាស់ចឹងហើយបានលោកទាសីហាអំពាវនាវសុំឲ្យកងកម្លាំងយើងអត់ធ្មត់សិនទៅកុំផ្ទុះអាវុធអីនៅណានៅនឹងសិនទៅហើយដើម្បីយ៉ាងហោចណាស់បើថៃគេមើលមកឃើញថាពេញចិត្តអនុវត្តបាន72ម៉ោងនោះអត់មានផ្ទុះមែនគឺសង្ឃឹមថាបានទាហានយើងទាំង18នាក់វិលមកកាន់លំនៅឋានរបស់ពួកគាត់វិញអាហ្នឹងក៏ជាជំរើសមួយដ៏ប្រសើរដែរប៉ុន្តែខ្ញុំថានេះគឺជាល្បិចថៃបានប្រៀបយើងខ្ញុំសប្បាយចិត្តណាស់និយាយទៅជាខ្មែរឲ្យតែដោះលែងទាហានយើងទាំង18នាក់ខ្ញុំបន់ស្រន់ឲ្យសុំឲ្យដោះលែងពួកគាត់ឲ្យឆាប់អញ្ចឹងមកហើយបន់ស្រន់សុំកុំឲ្យមានរឿងអីកើតឡើងឲ្យសោះសុំឲ្យពួកគាត់បានវិលមកជួបជុំគ្រួសារវិញស្រុកកោតសង្គ្រាមផ្ទុះបាញ់ផ្លោងតើភូមិឋានគាត់កូនចៅប្រពន្ធប្តីស្រីឬក៏ម្ដាយឪពុកគាត់នឹងតើវេទនាលំបាកអាម៉េចទៅគាត់នៅជាប់ឃុំឯណោះបានជួយរែកពុនអីរត់កិច្ចក្របជាមួយគ្នាវាអត់ជួយអីបានសោះមិនដឹងខ្វល់ខ្វាយប៉ុណ្ណាហើយមិនដឹងគាត់ទទួលបានព័ត៌មាននេះឬក៏យ៉ាងណាគេឲ្យស្ដាប់វិទ្យុដឹងព័ត៌មានអីគឺយ៉ាងម៉េចក៏យើងអត់ដឹងនិយាយទៅគឺប្រហែលជាមិនបានដឹងក៏គេមិនឲ្យស្ដាប់ផងព្រោះអីឮថាតាក់តងជាមួយគ្រួសារតាមរយៈសម្បត្តិហ្នឹងដូច្នេះប្រហែលជាគាត់មិនដឹងថារឿងយើងដល់ណាទេរឿងនេះកំសត់មែនតើដល់តែដឹងថាមានបាញ់គ្នាគេរត់ចោលភូមិចោលស្រុកអស់ហ្នឹងគាត់មិនដឹងបារម្ភប៉ុណ្ណាទៀតតែយ៉ាងណាបើបានគាត់រួចមកក៏ជាការល្អដែរគ្រាន់តែថាអានេះវាអាស្រ័យទៅលើការអត់ផ្ទុះអាវុធចំណុចទី12ប្រការ12គឺឆ្លងចូលដល់យន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងធ្វើអាម៉េចដើម្បីដឹងថាអ្នកណាផ្ទុះអាវុធមុនអាការលើកមុនអារឿងផ្ទុះអាវុធថ្ងៃដែលថាផ្ទុះមីនតាមដងផ្លូវថ្ងៃ7ខែធ្នូធ្វើឲ្យទាហានថៃម្នាក់ស្លាប់ហើយនឹងរបួស8នាក់ធ្វើឲ្យថៃវាយសងសឹកមកខ្មែរយ៉ាងសន្ធាប់យើងអត់ដឹងថាអ្នកណាផ្ទុះធ្វើឲ្យផ្ទុះនឹងផងហ្នឹង
បើមានប្រព័ន្ធផ្កាយរណបមានអីមើលទៅអានឹងជួយបានឥឡូវគេថាយន្តការដើម្បីផ្ទៀងផ្ទាត់ដើម្បីឲ្យដឹងថាបើផ្ទុះអាវុធមែនគឺកុំឲ្យស្វាស៊ីបាយលៀបមាត់ប្រពែយកលេសថៃផ្ទុះតែខ្លួនឯងមកឲ្យមកចោតទាហានខ្មែរគេមានយន្តការមិនទៅចំណុចប្រការទី12នេះគេដាក់ថាភាគីទាំងពីរទទួលស្គាល់ពីទួនាទីសំខាន់របស់ក្រុមអ្នកសង្កេតការអាស៊ាន AOT និងឯកភាពគ្នាពង្រឹងទួនាទីរបស់ក្រុមអ្នកសង្កេតការអាស៊ានក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់នៅក្នុងសេចក្តីប្រកាសរួមនេះអញ្ចឹងបានន័យថាគេពឹងទៅលើអ្នកដែលសង្កេតការអាស៊ានសង្ឃឹមដោយអត់សង្ឃឹមទៀតហើយបងប្អូនតើសង្ឃឹមយ៉ាងម៉េចអាផ្ទុះគ្នាក្ដួងថ្ងៃមុនហ្នឹងអ្នកសង្កេតការអាស៊ាននៅពេញដីនឹងដូចគ្នាហ្នឹងប៉ុន្តែបានជួយអីគេខ្លះឥឡូវធ្វើអីគេខ្លះបានតែថតរូបហ្នឹងប៉ុន្តែសួរថាឥឡូវទៅប្រាប់ថាឃើញថៃបាញ់មុនឬឃើញខ្មែរបាញ់មុនដូចអត់មានឃើញរបាយការណ៍ពីអ្នកសង្កេតការអាស៊ានព្រោះអ្នកសង្កេតការអាស៊ាននេះគឺយន្តការដដែលយន្តការអាស៊ានខាងខ្មែរយន្តការអាស៊ានខាងថៃខ្មែរមើលខាងខ្មែរថៃមើលខាងថៃហើយដល់ពេលហើយមានប្រមាណអ្នកដែលទៅមើលរាយការណ៍ហ្នឹងហើយនៅព្រំដែនចំណុចដែលនេះហ្នឹងរាប់សិបកន្លែងរួចទៅអ្នកដែលខាងអាស៊ាននឹងមានគ្នាប្រមាណអ្នកដើម្បីអាចទៅមើលគ្រប់តំបន់បានណាហើយបើមើលតាមមួយជាហៀងរាយការណ៍ទៅលំអៀងទៅខាងខ្មែរចុះថៃគេរាយការណ៍លំអៀងទៅខាងថៃតែធ្វើមិនដើម្បីឲ្យមានអាសេចក្តីថ្លែងការណ៍រួមចាយើងតើតែមានយន្តការអាស៊ានកណ្ដាលមួយដែលថៃក៏ចូលរួមខ្មែរក៏ចូលរួមហើយឲ្យចេញសេចក្តីថ្លែងការណ៍រួមថាអ្នកណាសម័យក្នុងខោឲ្យវាមានអាជ្ញាកណ្ដាលអត់មានអាជ្ញាកណ្ដាលទេយើងមានតែក្រុមអ្នកដែលសម្រេចសេចក្តីដែលចាត់ចែងដោយខាងភាគីមកខាងអាហ្នឹងដូចយើងកីឡាករឡើងវាយបុកចឹងណាបងប្អូនបង្គោលខៀវមានក្រុមអាជ្ញាកណ្ដាលមួយក្រុមដែលបញ្ជូនទៅឲ្យពិន្ទុបង្គោលក្រហមបញ្ជូនក្រុមអាជ្ញាកណ្ដាលមួយក្រុមមកឲ្យពិន្ទុកីឡាក្រហមហើយដល់ពេលវាយគ្នាទៅខាងក្រហមគេឲ្យពិន្ទុខាងក្រហមខាងខៀវឲ្យពិន្ទុខាងខៀវទៅវាអត់មានអាជ្ញាកណ្ដាលដែលហៅថាកណ្ដាលហ្នឹងវាមានតែអាជ្ញានៅខាងមកខាងឥឡូវហ្នឹងអាញានេះគឺអាញាអាស៊ានយើងយន្តការដែលយន្តការមកចំហៀងម្នាក់ទៀតវាអត់ទៅរកខិតចិត្តគ្នាឲ្យខ្ញុំបារម្ភមែនតើដូចធ្វើឲ្យតែគ្រប់កិច្ចទេឬយ៉ាងម៉េចទេខ្ញុំនេះតែយ៉ាងណាបងប្អូនខ្ញុំបន់ស្រន់តែយ៉ាងណានេះក៏ជាជោគជ័យមួយបើសម្រាប់ប្រទេសកម្ពុជាគឺជាជោគជ័យមួយធំធេងដែរព្រោះអីឲ្យតែគេឈប់បាញ់ទេព្រោះយើងទៅវាមិនដល់កម្លាំងគេហើយយើងចែកជើងគ្នាគ្រប់មូលដ្ឋានអស់ហើយតែយើងមានអីពឹងទៀតយើងអត់មាននិយាយទៅអត់មានជំរឹះអីតតែសោះតម្រងណាក្រៅតែពីអញ្ចឹងបើអត់ទេគេនៅតែវាយទូកសាច់អញ្ចឹងទៀតអញ្ចឹងយកអាហ្នឹងទៅបានប៉ុណ្ណឹងក៏យកសិនទៅឲ្យចំដោះស្រាយទៀតឥឡូវចំណុចទី13ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជាថៃនិងថៃកម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឲ្យបានគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងដោះស្រាយឧបទ្ទវហេតុទាន់ពេលវេលានិងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការអាស៊ានចឹងបានន័យថាចំណុចទី13គឺគេថែមទៀតឲ្យក្រុមការងារតាក់ទងបោះដៃទៅវិញទៅមកអញ្ចឹងតាមពិតពីមុនធ្វើតែអញ្ចឹងដែរហ្នឹងនៅតែបាញ់គ្នាហ្នឹងទី14ភាគីទាំងពីរនឹងរក្សាខ្សែបណ្ដាញទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអូយយើងទៅតាក់ទងខ្សែបណ្ដាញជាមួយនឹងកម្លាំងការពារជាតិក្រសួងការពារជាតិថៃស្អីដូចទឹកស្លឹកឈូកដែរហ្នឹងខាងនោះព្រោះរដ្ឋាភិបាលគេរំលាយចោលបាត់ហើយហ្នឹងនៅសល់រដ្ឋាភិបាលចាំផ្ទះហ្នឹងចាំតែថ្ងៃបោះឆ្នោតហ្នឹងដើម្បីអានបាយមកបើជាប់ធ្លាក់អីអានគិតទៀតដូច្នេះនៅចិត្តតែធ្វើឲ្យតែគ្រប់កិច្ចដែរអញ្ចឹងយើងទៅពឹងលើពួកគាត់ហ្នឹងពិបាកមែនតើអាតំណែងតំណងហ្នឹងមិនដឹងថាបានរលូនយ៉ាងម៉េចតែយ៉ាងណាបន់ស្រន់ទៅសុំឲ្យល្អកលឿនប៉ុន្តែឥឡូវតំណែងតំណងជាមួយនឹងក្រសួងការពារជាតិថៃពិបាកជាងលើកមុនទៀតដោយសារម្នាក់គំនិតនយោបាយចង់ឈ្នះឆ្នោតអាបោះឆ្នោតថ្ងៃ8ខែកុម្ភៈនេះអញ្ចឹងការនិយាយស្អីក៏ដោយក៏រឿងនយោបាយដែរភ្លាវទៅណាក៏អត់ខ្វល់ដែរដើម្បីស្អំចិត្តប្រជាពលរដ្ឋធ្វើឲ្យឯងនឹងខែងរែងខ្លាំងអារឿងដែលដោះស្រាយសម្របសម្រួលគ្នាបានតែមិនក៏សម្របសម្រួលអត់បានដែរដើម្បីស្អំចិត្តថៃថាគេខែងរែងបោះឆ្នោតឲ្យគាត់ទៅដើម្បីឲ្យគ្រប់គ្រងរដ្ឋាភិបាលបន្តទៅទៀតអីអញ្ចឹងទៅដូច្នេះយើងពិបាកដែរទី15ក្រុមការងារ JCTF នេះនឹងជូនដំណឹងក្រុមដោះមីននឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួនក៏ដូចជាក្រុមការងារ CTF របស់ភាគីម្ខាងទៀតដើម្បីឲ្យដឹងនិងសម្របសម្រួលប្រតិបត្តិការដោះមីនមនុស្សធម៌នៅតំបន់អតិភិបនៅព្រំដែនដែលបានព្រមព្រៀងគ្នាស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរនិងដើម្បីប្រតិបត្តិតាមភាពរលូនដោយគ្មានការរារាំងឬការយល់ច្រឡំណាមួយឡើយចុងក្រោយចំណុចទី16
ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនិងរក្សាទំនាក់ទំនងជាប្រចាំក្រុមសារព័ត៌មានសិតតែ fresh news ទាំងសងខាងខ្មែរក៏មាន fresh news ថៃក៏មាន fresh news ឥឡូវគេត្រូវគ្នាហើយគេជួបគ្នាទៅផ្ដល់ព័ត៌មានរបៀប fresh news ចឹងទៀតមកមិនដឹងតែយកបានជាការប៉ុណ្ណាទេខ្ញុំអត់ដឹងដែរប៉ុន្តែយ៉ាងណាឲ្យគេតាក់ទងគ្នាទៅខាងខ្មែរនិយាយសរសើរខាងខ្មែរខាងថៃសរសើរខាងថៃទៅហើយយើងនៅកដាលហ្នឹងនៅអញញ៉ៃវិលមុខវិលក្បងទៀតហើយបាទចឹងសេចក្តីថ្លែងការណ៍នេះគឺចុះហត្ថលេខាម៉ោង 10:15 នាទីព្រឹកមិញនេះថ្ងៃទី27ដោយរដ្ឋមន្ត្រីទាំងពីរអូខេខ្ញុំចូលរួមអបអរសាទរដែលសម្រាប់បានផ្លែផ្កាមួយដែរយ៉ាងហោចណាស់ក៏សង្ឃឹមថាបទឈប់បាញ់នេះនឹងមានប្រសិទ្ធភាពយូរអង្វែងតែអ្វីដែលយើងគិតថានៅស្រកាក់ហ្នឹងគឺកម្លាំងទ័ពអត់បានដកទៅណាទេគឺតាហ៊ាននៅជួរមុខដែលយកកភ្លើងធំកភ្លើងអីមកហ្នឹងគឺនៅកន្លែងដដែលព្រោះអត់បាននិយាយអំពីការដោះដូរហ្នឹងទេឯកម្ពុជាប្រសើរតែ2យ៉ាងទេដែលខ្ញុំឃើញណាខ្ញុំផ្ដល់ការសង្កេតរបស់ខ្ញុំប្រសើរទី1មានបទឈប់បាញ់គឺជាអ្វីដែលកម្ពុជាចង់បានហើយល្អដែរដែលកម្ពុជាមិនប្រកាសថាយើងឈប់បាញ់មុនអីអញ្ចឹងណាបានន័យថាបានប្រកាសព្រមគ្នាបើទោះជាលក្ខខណ្ឌនេះជាលក្ខខណ្ឌថៃដាក់ឲ្យសាកល្បង72ម៉ោងយ៉ាងណាក៏ដោយប៉ុន្តែជាលក្ខខណ្ឌដែលប្រកាសព្រមគ្នាបែបនេះគឺមិនបាក់មុខភាគីម្ខាងទេប៉ុន្តែបើយើងមើលទៅយើងឃើញហើយថាកម្ពុជាទេជាអ្នកដែលព្រមតាមសំណើថៃដូចតែយើងប្រកាសថាឈប់បាញ់មុនអញ្ចឹងដូចតែគ្នាគ្រាន់តែថានៅក្នុងន័យសេចក្តីថ្លែងការណ៍រួមបែបនេះវាមើលទៅវាមិនបំបាក់មុខភាគីទាំងសងខាងក្នុងន័យជាឆាកអន្តរជាតិស្អំប្រជាប្រដ្ឋរៀងខ្លួនអីអញ្ចឹងទៅប៉ុន្តែដូចខ្ញុំបានជម្រាបអញ្ចឹងថាសំណើនេះគឺភាគីថៃគេអះអាងថាគេជាអ្នកដាក់លក្ខខណ្ឌមកទេកម្ពុជាព្រមអនុវត្តអាហ្នឹងចំណុចដែលល្អខ្ញុំនិយាយថាភាគីកម្ពុជាទទួលបានគឺមានប័ណ្ណឈប់បាញ់ដែលមិនរងរត់តាមអាក្របដែលគេបាញ់ទម្លាក់ភ័យព្រួយទម្លាក់ទៅក្បែរក្រុមជនភៀសសឹកដែលកំពុងតែរត់ទៅហើយហ្នឹងបាញ់ទៅធ្លាក់ដល់ម្ដុំហ្នឹងទៀតហើយអ្នកដែលភ័យខ្លាំងជាងគេនៅក្នុងពេលនេះទៀតហ្នឹងគឺតែហ៊ាននៅខ្សែត្រៀមទី2បងប្អូនហេតុអីបងខ្ញុំនិយាយអញ្ចឹងអាកាលខ្សែត្រៀមទី1កាលដំបូងថៃអត់ទាន់វាយយកដែនអធិបតេយ្យខ្មែរបានណាគឺទម្លាក់គ្រាប់មកគឺខ្សែត្រៀមមុខហ្នឹងគឺខ្ទេចតែម្ដងដោយសារអីថៃអត់ទាន់បញ្ជូនទ័ពខ្លួនចូលមកបានគឺទម្លាក់មកត្រូវតែហ៊ានយើងថៃអត់ទាន់ត្រូវទៅហ៊ានខ្លួនឯងតែដល់ពេលថៃចាប់ផ្ដើមចូលមកទន្ទ្រានជួរខ្សែត្រៀមមុខនឹងច្រើនពេកថៃចិញ្ជ្រុំគ្រាប់មកលើខ្សែត្រៀមជួរមុខអត់បានទៀតទេព្រោះអាចនឹងត្រូវទៅហ៊ានខ្លួនឯងហើយព្រោះមកអញញ៉ៃប្រពាក់ប្រពូននៅក្នុងដែនអធិបតេយ្យរបស់ខ្មែរមកគ្រប់គ្រងអញ្ចឹងត្រូវផ្លោងហួសពីនឹងមកដើម្បីឲ្យត្រូវទៅហ៊ានខ្មែរដែលអាចដកទ័ពថយមកវិញអ្នកមកត្រូវអាខ្សែត្រៀមទី2នេះអញ្ចឹងធ្ងន់ខ្លួនអ្នកនៅត្រៀមខ្សែត្រៀមទី2វាទៅធូរខ្លួនអ្នកនៅខ្សែត្រៀមខាងមុខទៅវិញនៅក្នុងពេលអញ្ចឹងណាហើយប្រជាពលរដ្ឋដែលជនភៀសសឹកនេះក៏ពិបាកដែរព្រោះគ្រាប់វាហោះផុតពីព្រំដែនខ្មែរយើងក៏មិនអាចទម្លាក់ទៅអាកន្លែងដែលថៃកំពុងឈរជើងទន្ទ្រានយកដីខ្មែរបានដែរព្រោះទាហានខ្មែរយើងនៅក្បែរនឹងខ្សែត្រៀមជួរមុខដែរប៉ុនប៉ងដើម្បីដណ្ដើមយកមកវិញដូច្នេះបើយើងបាញ់តែមិនស្រួលអា BM21 ហ្នឹងច្បាស់ជាសកត់ក្បាលខ្មែរគ្នាឯងនឹងតែម្ដងស្លាប់អស់ដូច្នេះរឿងហ្នឹងវាពិបាកអញ្ចឹងដែរតែអាហ្នឹងឲ្យខ្ញុំថាចំណេញហ្នឹងគឺចំណេញត្រង់ថាធូរចិត្តដែលមិនចាំបាច់រត់គេចគ្រាប់ផ្លោងតទៅទៀតទេហើយរៀបចំខ្លួនដើម្បីវិលទៅកាន់លំនៅឋានវិញអីអញ្ចឹងទៅបានស្ងប់សម្រាកដូចថាពេញភ្នែកពេញអីមកយប់ពីចាប់ពីយប់ហ្នឹងទៅព្រោះអីអត់បានទទួលទានដំណេកច្រើនយប់ហើយអ្នកនៅជួរមុខហើយទទួលទានអាហារក៏មិនត្រង់មាត់ដែរដូច្នេះវាជាឱកាសដែលថាវាបានល្អកន្លែងហ្នឹងដែរល្អទី2គឺកម្ពុជាបានកំណត់លក្ខខណ្ឌទៅថៃហើយនៅក្នុងការដោះដូរទាហានខ្មែរទាំង18នាក់ជាធ្នូនឹងការដែលព្រមមិនតឬក៏ថាផ្ទុះអាវុធពីខាងភាគីកម្ពុជាជាពិសេសហ្នឹងគឺក្នុងរយៈពេល72ម៉ោងហ្នឹងបើសិនជាអនុវត្តបានពេញលេញថៃគេពិចារណាដោះលែងទាហានខ្មែរយើងទាំង18នាក់ព្រោះនេះគឺជារឿងដែលចង់និយាយថាជាគោលការណ៍យើងបានចំណុចវិជ្ជមាន2ហ្នឹងដែលសំខាន់ក្នុងចំណោម10ប្រមាណខហ្នឹងណា16ខហ្នឹងគឺ2ហ្នឹងគឺយើងមានដូចថាបានល្អក៏ប៉ុន្តែបើយើងវិលមកវិញអំពីការដែលយើងចាញ់ប្រៀបថៃវិញគឺចំណុចដែលខ្ញុំនិយាយចឹងថាឥឡូវថៃគ្រប់គ្រងតំបន់ព្រំដែនខ្មែរបានច្រើនកន្លែងណាស់តាមអ្វីដែលការអះអាងរបស់ថៃហ្នឹងតែក្រសួងការពារជាតិអត់ទាន់បញ្ជាក់ទេខាងកម្ពុជាតែថៃគេបញ្ជាក់ថាគេគ្រប់គ្រងបានតំបន់យ៉ាងតិច16កន្លែង
នៅក្នុងអាតំបន់ថ្មីហ្នឹងដោយតាំងពីច្រកអានសេះផ្ទះ3ខ្នងហើយនឹងកន្លែងថ្មីទៀតភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងគេយកទាំងស្រុងប្រាសាទតាកបីផងដែរអានេះគឺជាអ្វីដែលគេគ្រប់គ្រងបានអញ្ចឹងតំបន់ទាំងអស់នេះគឺគេគ្រប់គ្រងពេលដែលគេគ្រប់គ្រងទាំងស្រុងកងកម្លាំងគេនៅកន្លែងណាគេនៅកន្លែងហ្នឹងគឺគេអត់ដកថយទេដោយសារតែកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថានៅណានៅហ្នឹងអានេះហើយគឺជាអ្វីដែលថៃមានប្រៀបហើយថៃឆ្លាតខូចហើយឆ្លាតផងគឺវាយសន្ធាប់ខ្លាំងហ្នឹងដើម្បីទប់កុំឲ្យយើងរុលចូលទៅដល់ខ្សែត្រៀមដែលថៃវាយបានហើយយកបលាលួសឬក៏ដាក់កម្លាំងគេដែលបំរុងជីកលេនដ្ឋានមានបាវខ្សាច់ហ្នឹងឥឡូវនេះគឺគេអាចចាប់ផ្ដើមធ្វើលេនដ្ឋានឬក៏ដាក់បាវខ្សាច់ហ្នឹងនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាបានហើយព្រោះអីកន្លែងហ្នឹងគឺជាកន្លែងដែលគេវាយឲ្យឈរជើងព្រោះគេអត់រុលមកមុខទៀតប៉ុន្តែគេមានសិទ្ធិនៅបន្តធ្វើនៅហ្នឹងបើតាមក្នុងសេចក្តីថ្លែងការណ៍រួមនេះយើងមិនអាចទៅដណ្ដើមទាមទារគេទេព្រោះអីតែផ្ទុះអាវុធទៀតគឺគេឆាចោលអាហ្នឹងទៀតអានេះហើយដែលយើងគិតថាយើងចាញ់ប្រៀបគេគឺទី1គឺយើងអត់អាចផ្ទុះអាវុធហើយបើអត់អាចផ្ទុះអាវុធយើងទៅដណ្ដើមអ្វីដែលគេយកពីយើងយ៉ាងម៉េចនឹងបានព្រោះអីឥឡូវយើងនៅណានៅហ្នឹងហើយសួរថាតើមានជំរឿសអីទេយើងប្តឹងគេមិនទេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិទេយឺតពេលហើយព្រោះអីនៅពេលដែលយើងចាប់ប្តឹងគេភ្លាមឥឡូវនេះក្នុងនាមជារដ្ឋាភិបាលបើប្រជាពលរដ្ឋប្តឹងអាហ្នឹងជារឿងផ្សេងតែប្រជាពលរដ្ឋប្តឹងបានទៅតែតុលាការព្រហ្មទណ្ឌអន្តរជាតិទេតុលាការយុត្តិធម៌អន្តរជាតិដែលនិយាយរឿងព្រំប្រទល់ដែនសីមាដីដែលថៃរំលោភឈ្លានពានបាននេះគឺមានតែរដ្ឋាភិបាលកម្ពុជាទេដែលអ្នកដាក់ពាក្យប្តឹងប៉ុន្តែបណ្ដឹងនេះណាបើដាក់មុននឹងមានការចរចាគ្នាដូចជាអត់សូវអីទេតែដាក់ក្រោយការចរចាគ្នាគឺយើងចាប់ផ្ដើមបង្កហេតុទៀតហើយគេចោទយើងថាសម្ោចក្នុងខោររឿងគេចង់ទៀមទាអាតំបន់ដែលគេខំវាយយកសឹងអីហើយមកដាក់ពាក្យប្តឹងដាក់អីអញ្ចឹងគេនឹងររឿងយើងអត់ឲ្យយើងបានសុខទៀតអញ្ចឹងវារៀងយឺតពេលនៅក្នុងន័យហ្នឹងតែខ្ញុំមិនដឹងថាកិច្ចការផ្លូវច្បាប់ថ្ងៃក្រោយគេជជែកគ្នាទៅហើយគេដាក់ពាក្យប្តឹងទៅថៃអត់វាយយើងទៀតយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែចំពោះខ្ញុំយឺតពេលមិនយឺតពេលគឺវាអត់មានជំរឿសអីទេបើយើងមិនប្តឹងគឺយើងបាត់ទាំងស្រុងហើយប៉ុន្តែបើយើងប្តឹងបើឆ្លោះគ្នាតវ៉ាអីយ៉ាងម៉េចក៏យើងនៅតែបានឲ្យតុលាការសម្រេចក្តីនៅក្នុងរឿងនេះទៅវាបានផលមកយើងវិញខ្លះដែរថៃឲ្យមិនឲ្យមុខក្រាស់អីយ៉ាងម៉េចវាតុលាការជាអ្នកសម្រាប់យើងអត់ជាអ្នកវាយតទៅទៀតទេអាហ្នឹងយើងរួចខ្លួនមួយដែរខ្ចីដៃតុលាការយុត្តិធម៌អន្តរជាតិមកប្រើទៅកុំឲ្យថៃគាត់ថាថៃគេនឹងចោទថាយើងសម្អោចក្នុងខោចង់រករឿងគេទៀតហ្នឹងមែនព្រោះឲ្យតុលាការគេប្រាប់ឲ្យថាអត់ត្រូវយករឿងនេះទៅប្តឹងតុលាការទេត្រូវដោះស្រាយយន្តការទ្វេភាគីហើយបើយើងធ្វើទៅតុលាការគេចោទយើងទៀតថាក្បត់អាយន្តការទ្វេភាគីនេះគេថាយើងសម្អោចក្នុងខោទៀតឃើញពិបាកអីបងប្អូនចឹងបានខ្ញុំថាអីក៏ដោយតែយើងធ្វើចាប់ផ្ដើមឲ្យតែមានបទឈប់បាញ់ហើយអ្នកណានៅហ្នឹងតែយើងសម្អោចក្នុងខោគឺគេចោទយើងភ្លាមស្អីក៏ដោយឲ្យតែជាចលនាបង្កហេតុគឺយើងខុសក្នុងមាត្រាគេនឹងទាំងអស់ដូច្នេះកម្ពុជាកំពុងតែបិទផ្លូវខ្លួនឯងហើយអានេះគឺជារឿងសត្យានុម័តទីខ្ញុំមិនមែននិយាយថាឲ្យយើងខកចិត្តទេវារឿងហ្នឹងវាកើតឡើងតែអញ្ចឹងហើយមួយទៀតដែលយើងចាញ់ប្រៀបថៃគឺឃើញបងប្អូនឃើញនៅពេលដែលអារឿងដោះមីនក៏យើងត្រូវតែស្របតាមគេត្រូវតែធ្វើបណ្ដាព្រោះថៃគេចង់បានអាហ្នឹងអារឿងប្រយុទ្ធប្រឆាំងឆោបបោកអនឡាញមិនអីទេត្រូវសហការគ្នាបន្តធ្វើទៀតតែរឿងដែលយើងថាចាញ់ប្រៀបគេហ្នឹងគឺរឿងតាក់ទងនឹងគេប្រឡប់ស្ថានភាពនឹងអស់មកឲ្យយើងព្រមព្រៀងបានត្រឹមដោះដូរជាមួយនឹងទាហានយើង18នាក់ហ្នឹងដែរយូរទៅឃើញគេយកទាហានជាចំណាប់ខ្មាំងដើម្បីជាចំណាប់ភ្នោដោះធ្នូដើម្បីដោះដូរជាមួយអីមួយឥឡូវគឺគេស្អំចិត្តប្រជាពលរដ្ឋថៃថាចង់និយាយថាអត់អីទេឲ្យទាហានខ្មែរមកវិញហើយស្អំចិត្តសហគមន៍អន្តរជាតិថាថៃក៏គេសម្រួលដោះដូរដែរហើយកុំគិតពីរឿងអាដីដែលគេទម្លាប់យកបានព្រោះអីឲ្យទាហានខ្មែរ18នាក់យើងគិតអំពីបទឈប់បាញ់គិតពីបានទាហានខ្មែរទាំង18នាក់តែដីទាំងកន្លែងនេះគឺយើងអាចប៉ះបានទាំងអស់ព្រោះម៉ោងនេះទៅគឺអាចវាយថៃវិញបានទេផ្ទុះតាមអាគ្រាប់គឺថៃសន្ធាប់មកវិញដូច្នេះអារឿងហ្នឹងហើយខ្ញុំជឿថាអ្វីដែលលំបាកបំផុតគឺតើរដ្ឋាភិបាលកម្ពុជាសប្ងៃពន្យល់យ៉ាងម៉េចឲ្យប្រជាពលរដ្ឋខ្មែរស្ងប់ចិត្តអាចរដ្ឋាភិបាលនឹងពន្យល់ថាយើងចង់បានអីទៀតយើងចង់បានសន្តិភាពយើងចង់បានសុខកុំឲ្យឆ្លោះគ្នាជនភៀសខ្លួនយើងច្រើនណាស់ហើយគ្រាប់ធ្លាក់យ៉ាងចិញ្ជ្រុំយ៉ាងនេះតើយើងចង់បានសង្គ្រាមឬក៏យើងចង់បានសុខសន្តិភាពបើចង់បានសុខសន្តិភាពទទួលយកសិនទៅអីអញ្ចឹងទៅ
នឹងឯមានតែបញ្យលប្រាប់ប្រជាពលរដ្ឋខ្មែរបែបហ្នឹងអ្វីដែលសំខាន់តើប្រជាពលរដ្ឋខ្មែរដូចថាទទួលយកបានឬក៏មិនបានរដ្ឋាភិបាលខ្មែរនឹងថាចុះមិនអត់ទទួលយកបានចង់ជាប់គុកមិនចង់តវ៉ាអីវាអាចតែអញ្ចឹងឯងប៉ុន្តែបើសិនជាផ្លូវចិត្តពួកគាត់នឹងមិនដឹងថាតើអស់លោកនឹងទៅបញ្យលគាត់យ៉ាងម៉េចឲ្យគាត់យល់ណាព្រោះអីបញ្យលយ៉ាងម៉េចក៏ដីនឹងវាទៅជាដីគ្រប់គ្រងគេគ្រប់គ្រងអស់ហើយយើងទៅប៉ះពាល់អត់បានផ្ទុះអាវុធតន្តិចអត់បានតែយើងធ្វើយ៉ាងម៉េចហើយរឿងព្រំដែននេះណាមេដឹកនាំណាក៏ឈរជើងអត់ជាប់ដែរបងប្អូនយើងដឹងហើយតាំងតែពីដើមទីមកយើងដឹងថាបកគោណាប្របាទនរោត្តមសីហនុធ្លាក់ពីអំណាចក៏ដោយសារតែរឿងបញ្ហាយកត្រីងៀតនឹងកនឹងឲ្យដីខ្មែរទៅខាងទាហានខាងពួកវៀតកុងដែលវាយទាហានធាវគីរបស់វៀតណាមខាងត្បូងកាលពេលនោះដែរនៅពេលដែលក្នុងដីខ្មែរអាផ្លូវលំហូជីមិញដែលវៀតណាមខាងជើងគេចូលមកក្នុងដីខ្មែរដើម្បីវាយវៀតណាមខាងត្បូងបានហើយត្រូវការឆ្លងកាត់តាមដីខ្មែរនៅម្ដុំស្វាយរៀងម្ដុំអីហ្នឹងហើយទៅបកគោណាលោកបើតើថាមានចំហឯករាជ្យមែនពីមុនហ្នឹងក៏ប៉ុន្តែក្រោយមកប្រហែលជាលោកយល់ថាទាហានវៀតណាមកុម្មុយនីសច្បាស់ជាឈ្នះសង្គ្រាមហើយអញ្ចឹងព្រះអង្គមិនអាចនឹងមានរក្សាភាពអព្យាក្រឹតបានត្រូវបានក្រុមម្ខាងទៀតចោទថាបកគលត្រីងៀតបកគលអីឬក៏អនុញ្ញាតឲ្យទ័ពបរទេសឈ្លានពានចិនត្រៀនប្រើប្រាស់ដីរបស់ខ្មែរដោយចំណែកណាមួយដែលជាយោធាបរទេសបែបនេះធ្វើឲ្យប្រជាពលរដ្ឋគិតថានេះគឺជាអំពើក្បត់ជាតិឬក៏ក្បត់ប្រទេសខ្លួនឯងនៅក្នុងការអនុញ្ញាតឲ្យរដ្ឋបរទេសលុកលុយចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជារឿងក្តាំងបង្កើតឲ្យចុងក្រោយមានចលនារហូតតមានរដ្ឋប្រហារក៏ដោយសារតែរឿងទឹកដីនឹងដែរដូច្នេះរឿងនេះគឺជារឿងរសើបណាស់គ្មានមេដឹកនាំណាអាចនឹងជំនះបាននៅពេលដែលមានបញ្ហារឿងអធិបតេយ្យទេអញ្ចឹងហើយថៃក៏ដូចគ្នាដែរគេក៏យកអាបញ្ហាអធិបតេយ្យយកមកដើម្បីសម្លេងសន្លឹកឆ្នោតរបស់គេដែរហើយសន្លឹកឆ្នោតរបស់ថៃនេះគឺថ្ងៃនេះលោកអនុទិនច័ន្ទវរៈគុលមុននេះ1ម៉ោងកន្លះហ្នឹងគាត់ធ្វើសន្និសីទសារព័ត៌មានដឹងគាត់និយាយថាម៉េចទេតាមរយៈសារព័ត៌មានថៃដែលផ្សាយផ្ទាល់របស់អមរិន TV ហ្នឹងក៏និយាយចេះនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលបាននិយាយថាឥឡូវនេះសូមឲ្យប្រជាពលរដ្ឋថៃទុកចិត្តយោធាថៃនិងរដ្ឋាភិបាលចាំផ្ទះថៃនេះក្រោមការដឹកនាំរបស់គាត់ឬក៏តែចាំផ្ទះអីហ្នឹងក៏ដោយហ្នឹងថាយើងបានសម្រេចគោលដៅរបស់យើងនៅក្នុងការបង្កើតឲ្យមានប្រវត្តិសាស្ត្រថ្មីមួយតាក់ទងនឹងការទាមទារទឹកដីពីខ្មែរមកវិញបាននេះឃើញនាយករដ្ឋមន្ត្រីថៃចាំផ្ទះគេនិយាយអាដីដែលគេគ្រប់គ្រងបានហ្នឹងថានេះគឺជាប្រវត្តិសាស្ត្រថ្មីមួយរបស់ថៃដែលមេដឹកនាំជំនាន់នេះអាចទាមទារយកដីហ្នឹងទៅគ្រប់គ្រងបានដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃហើយបងប្អូនណានៅពេលដែលគាត់ហ៊ាននិយាយប៉ុណ្ណេះអ្នកដឹកនាំណាក៏ដោយរបស់ថៃដែលឡើងមកក្រោយហ៊ានតែឲ្យអាដីប្រមាណដែលថៃវាយបានពីខ្មែរយើងហើយមកឲ្យបានខ្មែរមកវិញហ្នឹងគឺនឹងធ្លាក់ពីតំណែងដូចគ្នាអញ្ចឹងដែររដ្ឋាភិបាលសពថ្ងៃឬក៏រដ្ឋាភិបាលណានៅប្រទេសកម្ពុជាបើអត់អាចទាមទារឲ្យចំណែកដីដែលថៃគ្រប់គ្រងបានហ្នឹងមកគ្រប់គ្រងក្រោមដែនអធិបតេយ្យរបស់កម្ពុជាវិញ100%ហើយមិនអាចនឹងប្តឹងផ្ដាល់គេឬក៏ដោះស្រាយបញ្ហាហ្នឹងឲ្យសមស្របរដ្ឋាភិបាលណាក៏អត់អាចឈរនៅកៅអីបានយូរដែរព្រោះអ្នកនយោបាយណាក៏នឹងយកបញ្ហាដែនអធិបតេយ្យហ្នឹងធ្វើជាចំណុចក្តៅកគុកនៅក្នុងការតតាំងទម្លាក់កំហុសទៅអ្នកណាដែលកាន់អំណាចហ្នឹងហើយនេះហើយគឺជាតាក់ទិកនយោបាយដែលនឹងកម្ចាយគ្នាដែលនឹងររឿងគ្នាគ្មានទីបញ្ចប់ទេដូច្នេះឥឡូវនេះដងដាវគឺនៅលើរដ្ឋាភិបាលកម្ពុជាថាតើដើរយ៉ាងម៉េចពន្យល់យ៉ាងម៉េចស្អំចិត្តប្រជាពលរដ្ឋយ៉ាងម៉េចដើម្បីឲ្យយល់ស្របថាដីដែលបាត់ទៅក្រោមការគ្រប់គ្រងរបស់ថៃក្នុងពេលនេះមានកិច្ចព្រមព្រៀងនេះនឹងបានមកខ្មែរវិញ100%តើពន្យល់យ៉ាងម៉េចខ្ញុំក៏រងចាំមើលសេចក្តីពន្យល់របស់រដ្ឋាភិបាលកម្ពុជាដែរហើយខ្ញុំសូមបួងសួងជូនពរឲ្យរដ្ឋាភិបាលកម្ពុជារកពាក្យពេចន៍ឬក៏សិលវិធីក្នុងការខាប់ពលឹងកម្ពុជាគ្រប់រូបទាំង17លាននាក់ឲ្យជឿថាដីដែលថៃកំពុងតែគ្រប់គ្រងបាននេះនឹងបានមកខ្មែរវិញហើយបើគ្មានកន្លែងណាដើម្បីឲ្យគាត់ទុកចិត្តថាបានវិញទេគឺជាប្រវត្តិសាស្ត្រពួកគាត់នឹងថ្កោលទោសអ្នកដឹកនាំសប្ងៃនឹងគ្មានទីបញ្ចប់ទេហើយរឿងនេះក៏អត់ចប់ដែរព្រោះខ្ញុំមើលឃើញពីប្រវត្តិសាស្ត្រដានយើងច្រើនណាស់តាក់ទងរឿងព្រំដែននេះនៅប្រទេសណាក៏ដូចប្រទេសណាដែរឲ្យតែប៉ះពាល់រឿងដែនអធិបតេយ្យនេះគឺទឹកបាក់ទំនប់ហើយមនុស្សជាតិនិយមគឺអ្នកដឹកនាំណាក៏ដោយតែហ៊ានតាឲ្យរដ្ឋបរទេសមានភាពលើសលប់លើយើងគឺយើងបាក់អំនួតក្នុងភាពជាតិនិយមហ្នឹងគឺខ្មែរទទួលយកមិនបានទេព្រោះយើងបើថាថៃមាន
កម្លាំងអីខ្លាំងយ៉ាងម៉េចមានសពាវុធអីខ្លាំងមែនប៉ុន្តែយើងមិនឲ្យចាញ់ចិត្តក្នុងនាមប្រជាពលរដ្ឋដ៏អង់អាចក្លាហានអីអញ្ចឹងទេហើយអង្គអាចក្លាហានគឺតាមរយៈការអាចដណ្ដើមមិនឲ្យថៃទន្ទ្រានយកទឹកដីយើងបានសូម្បីតែ1មីលីម៉ែត្រណាដោយការដែលអះអាងរបស់មេដឹកនាំហើយបើយើងមិនអាចនឹងស្អំចិត្តប្រជាពលរដ្ឋថាយើងអាចទាមកវិញបានតើធ្វើយ៉ាងម៉េចដឹងប្រជាពលរដ្ឋជឿយើងអាចធ្វើនយោបាយប្រជាពិធឬក៏មានញត្តិគ្រប់ត្រអបអសាទរទូងស្គរអីយ៉ាងម៉េចប៉ុន្តែប្រយ័ត្នតែប្រជាពលរដ្ឋអត់ជឿព្រោះអីពិបាកណាស់ណាពិបាកមែនតើហើយរឿងដែលស្អំចិត្តប្រជាពលរដ្ឋបានឲ្យជឿគឺមានតែរឿងមួយដែលសំខាន់នៅក្នុងពេលនេះណាគឺនៅក្នុងកិច្ចព្រមព្រៀងត្រូវតែមានលក្ខខណ្ឌមួយចែងឲ្យច្បាស់ថាថៃត្រូវតែប្រគល់ទឹកដីដែលថៃដណ្ដើមបានមកឲ្យកម្ពុជាវិញក្នុងរយៈពេលកំណត់ណាមួយក្រោយបទឈប់បាញ់នេះអនុវត្តបទឈប់បាញ់ជាធរមាននេះ72ម៉ោងអត់សោះគ្មានលក្ខខណ្ឌណាមួយដែលកម្ពុជាទាឲ្យថៃខ្ជាក់ដីទាំងអស់នឹងរួមទាំងប្រាសាទតាកបីមកវិញទេព្រោះអីកម្ពុជាអត់ទាន់ទទួលស្គាល់មួយម៉ាត់ថាទាំងដីទាំងអស់នោះបាត់ទៅដីភាគីថៃនៅឡើយទេកម្ពុជាអត់ទាន់និយាយស្អីទាំងអស់ថាទាំងអស់នឹងថៃគ្រប់គ្រងព្រោះអីនៅប្រទៀងបតុងគ្នាដូច្នេះឥឡូវយើងចាំអ៊ុតមើលទៀត72ម៉ោងហ្នឹងក្រែងលោបាត់ឈប់បាញ់ហ្នឹងចូលជាធរមានទៅស្រាប់តែគេសម្របសម្រួលទៅគេចរចាគ្នាគេថែមថយអីទៀតប៉ុន្តែលក្ខខណ្ឌដែលមានមកទាំង16ចំណុចនេះអត់មានចំណុចណាមួយដែលប្រាប់ថៃថាពេលដែលចប់បទឈប់បាញ់72ម៉ោងដែលអនុវត្តបានខ្ជាប់ខ្ជួនទាហានខ្មែរទាំង18នាក់ក៏ត្រូវប្រគល់មកឲ្យកម្ពុជាវិញឯទឹកដីខ្មែរទាំងអស់ដែលថៃគ្រប់គ្រងបានក៏ត្រូវតែប្រគល់មកឲ្យខ្មែរវិញដែរព្រោះអីនេះជាអំពើឈ្លានពានអីចឹងអត់មានទេខហ្នឹងមានតែរឿងទាហានទេដូច្នេះអារឿងទឹកដីហ្នឹងគឺទុកមកដុំបាត់ទៅហើយវាអត់មានខចែងចឹងហើយក៏អត់មានខណានៅក្នុងមាត្រាទាំង16ហ្នឹងចែងថាបើទឹកដីទាំងអស់នោះអត់ប្រគល់មកឲ្យខ្មែរវិញទេខ្មែររក្សាសិទ្ធិប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារតាមផ្លូវច្បាប់អន្តរជាតិក៏អត់មានចែងនៅក្នុងកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនឹងដែរដូច្នេះអាទាំងអស់នេះហើយដែលជាវិញ្ញាសាមួយដ៏លំបាកសម្រាប់រដ្ឋាភិបាលនៅក្នុងការពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យលោកយល់ម៉ោងនេះអាចនឹងរដ្ឋាភិបាលស្អំចិត្តប្រជាពលរដ្ឋត្រង់ថាចង់បានអីទៀតឥឡូវកាលរត់ក្របផ្លោងប្របាក់ចង់ងាប់ឥឡូវថៃគេឈប់ផ្លោងយើងហើយយើងអាចវិលទៅរកត្រនំសុកសានរបស់យើងវិញប្រកបរបរតាមសមាជីវវិញកុំឲ្យប្របាក់នៅក្នុងតង់នៅក្នុងអីរត់ប្រសិទ្ធប្រសាចបាត់កូនបាត់ចៅសិស្សអត់បានចូលរៀនអញអញអីចឹងទៅតើយើងមិនចង់បានរឿងហ្នឹងមែនទេរឿងចង់បានអីទៀតឲ្យប្រកាសអីចឹងរដ្ឋាភិបាលអាចនឹងលើកហេតុផលយកអាការដែលស្ងប់សុកនេះហើយនឹងអត់ធ្មត់នេះដើម្បីស្អំចិត្តក៏ប៉ុន្តែអារឿងព្រំដែនបើនៅតែសកាអញ្ចឹងគឺជាវិញ្ញាណសារដ៏លំបាកណាស់អញ្ចឹងខ្ញុំជឿថាម៉ោងនេះទៅគឺក្រមប្រឆាំងជាពិសេសក្រមដែលខ្ទាស់នឹងរដ្ឋាភិបាលនឹងរំលឹកពីរឿងទឹកដីនេះចិញ្ជ្រុំដូចភ្លៀងបាក់មេឃអញ្ចឹងនឹងឲ្យឃើញអំពីរដ្ឋាភិបាលដែលធ្វើឲ្យបាត់ដីដល់នៅក្នុងចំនួនព្រំដែនកម្ពុជាថៃអីអញ្ចឹងទៅហើយនឹងឆ្លោះគ្នាជេរគ្នាអត់ស្រាកស្រានទៀតបើតបានសេចក្តីសុខលែងមានច្បាំងគ្នាជាមួយនឹងទាហានថៃនឹងច្បាំងគ្នាជាមួយខ្មែរគ្នាឯងគ្មានទីបញ្ចប់ទេព្រោះអីរដ្ឋាភិបាលប្រឹងរកវិធីស្អំចិត្តរាជមន្ត្រីអ្នកដែលខ្ទាស់នឹងរដ្ឋាភិបាលដែលឃើញអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលនឹងចាក់ចំណុចនេះរហូតហើយនឹងឲ្យដែលធ្វើឲ្យយើងមានចាប់ដាក់គុកមានឆ្លោះគ្នាមានស្អីចឹងធ្វើឲ្យនយោបាយនៅក្នុងស្រុកខ្មែរនឹងអាប់អួរតទៅទៀតហើយមិនដឹងពេលណាដែលយើងចប់ទេរឿងនេះក៏ពិបាកដែរបងប្អូនប៉ុន្តែឥឡូវមកដំណាក់កាលគិតម្ដងខ្ញុំគ្រាន់តែនិយាយថាវិញ្ញាសាធ្ងន់ណាស់សម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាយើងមិនបាត់ដី1មីលីម៉ែត្រណាទៅភាគីថៃទេតាមរយៈអ្វីដែលជជែកប៉ុន្តែអ្វីដែលមាននៅក្នុងកិច្ចសន្យាអត់មានចំណុចណាមួយដែលគិតថាដីទាំងអស់នេះបានមកខ្មែរវិញទេបាទតែម្ដងទៀតបងប្អូនណាក្រសួងការពារជាតិអត់ទាន់ប្រកាសជាផ្លូវការថាតើតំបន់ប្រមាណត្រូវបានថៃគ្រប់គ្រងទេយើងឃើញតែគាត់ថ្កោលទោសអំពីការផ្លោងដាក់នេះដាក់នោះប៉ុន្តែក្រសួងការពារជាតិអត់ទាន់ទទួលស្គាល់អំពីការបាត់បង់មូលដ្ឋានគ្រប់គ្រងឈរជើងនៅកន្លែងណាមួយនៅឡើយទេអត់ទេព្រោះអីក្រសួងការពារជាតិនៅតែប្រើពាក្យថាទាហានយើងនៅតែតស៊ូស្វិតស្វាញគ្រប់មូលដ្ឋានគ្រប់សមរភូមិអីអញ្ចឹងតែប៉ុណ្្នឹងឯងប៉ុន្តែឲ្យទទួលស្គាល់ដូចថៃគេស្រួលទទួលស្គាល់ព្រោះអីគេវាយយកបានគេបោះតុងជ័យគេដាក់ផ្លាលួសគឺគេទៀមទាគេសរសេរមកឲ្យដើម្បីឲ្យគេដឹងថាប្រមាណចំណុចគេវាយដណ្ដើមបានទៅអួតប្រាប់ប្រជាពលរដ្ឋគេផងចុះជាឯកសារតែយើងមិនអាចទទួលស្គាល់បែបនេះថាគេវាយបានក៏មិនទទួលស្គាល់ថាយើងបាត់ក៏យើងមិនទទួលស្គាល់អញ្ចឹងបានន័យថាយើងនៅចាំមើលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិទៀត
ក៏ប៉ុន្តែយើងដឹងច្បាស់ហើយក្រសួងទទួលមិនទទួលក៏ហើយចោះរូបភាពដូចជានៅច្រកអានសេះហើយវិញតើចាំបាច់ក្រសួងទទួលស្គាល់អីបើក្រសួងយើងនាំគ្នាថ្កោលទោសថៃរឿងរំលាយរូបបដិមាព្រះវិស្ណុនៅក្នុងដីខ្មែរច្រកអានសេះហ្នឹងចឹងបានន័យថាយើងទទួលស្គាល់អំពើប្រព្រឹត្តល្មើសរបស់ថៃដែលរំលាយរូបបដិមាព្រះវិស្ណុបានន័យថាយើងទទួលស្គាល់ថាថៃបានយកតំបន់ហ្នឹងដាច់ហើយព្រោះអីគេអត់តន់ទៅណាហ្នឹងគេឈូសឆាយហើយគេនៅបោះទីតាំងហ្នឹងគាត់ថាយើងមិនទទួលថាងច្រកអានសេះគេយកបានប៉ុន្តែជាន័យប្រយោលគឺយើងព្រមទទួលស្គាល់តាមរយៈថ្កោលទោសថៃរឿងដែលរំលាយរូបព្រះពុទ្ធរូបសំទោសរូបព្រះវិស្ណុនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅច្រកអានសេះហ្នឹងអាហ្នឹងគឺជាឧទាហរណ៍មួយទេហើយពេលជាមួយគ្នាហ្នឹងក៏យើងថ្កោលទោសថៃពីរឿងបាញ់កំទេចប្រាសាទតាក្របីទៀតអាក៏ខ្ទេចហ្នឹងឥឡូវតាហ៊ានថៃចូលមកអស់ហើយយើងអត់ទាន់វាយយកប្រាសាទតាក្របីបានទេប៉ុន្តែក្រសួងការពារជាតិក៏អត់ទាន់បាននិយាយថាប្រាសាទតាក្របីស្ថិតក្រោមការគ្រប់គ្រងរបស់ថៃទាំងស្រុងនៅឡើយដែរដូច្នេះថាតើព័ត៌មាននេះចាំមើលចប់72ម៉ោងនេះតើភាគីទាំងសងខាងនឹងប្រកាសយ៉ាងម៉េចអំពីទីតាំងទាំងអស់នោះហើយឬក៏សម្រួលគ្នាត្រូវបកគលឲ្យគ្នាទៅវិញទៅមកថៃត្រូវបកគលមកវិញទាំងអស់នៅរបស់ដែលបានរឹបអូសបានថៃព្រមអញ្ចឹងមែនស្លាប់ទាហានគេអស់20នាក់ជាងហ្នឹង26នាក់ឯងនឹងទាហានរបស់ថៃជនស៊ីវិលគេស្លាប់អស់20-30នាក់ទៀតដែរតែគេព្រមឲ្យអាហ្នឹងមកយើងវិញទាំងអស់ហើយបើមិនព្រមយើងធ្វើម៉េចយើងទៅវាយទៅដើមទៀតបាទបងប្អូនខ្ញុំស្លេះត្រឹមប៉ុណ្ណឹងសិនចោះព្រោះដោយសារយប់ជ្រៅណាស់ហើយនៅឯកម្ពុជាបើថ្ងៃត្រង់រសៀលហើយខ្ញុំឯនេះម៉ោង10កន្លះហើយធ្លាក់ភ្នែកនេះនិយាយចង់បិទភ្នែកហើយព្រោះអីវាយប់ជ្រៅពេកខ្ញុំនឹងរកកន្លែងគេងតិចសិនដើម្បីនឹងបន្តផ្សាយបន្តផ្ទាល់នៅយប់ស្អែកយប់នេះទៀតដើម្បីឲ្យមានដំណឹងអីថ្មីខ្ញុំនឹងជូនបងប្អូនតែសូមអរគុណបងប្អូននៅក្នុងការត្រង់ត្រាប់ស្ដាប់ការផ្សាយផ្ទាល់របស់ខ្ញុំពីដើមរហូតដល់ចប់បាទនេះគឺជាព័ត៌មានដែលមែនតើទៅវាគួរជាទីសบายចិត្តខ្លះដែរវាដូចថាយើងវាអត់មានទិសតំបន់តល់ច្រករហូតហើយដល់ឥឡូវស្រាប់តែឮថាឈប់បាញ់បាន72ម៉ោងចាត់ទុកថាជាដំណឹងល្អហើយក៏ចាត់ទុកថាជាដំណឹងល្អសម្រាប់បងប្អូនក្រុមគ្រួសាររបស់យោធាយើងទាំង18នាក់ដែលស្ថិតក្រោមការឃុំខ្លួនរបស់ថៃដោយខុសច្បាប់ផងព្រោះបើ72ម៉ោងនេះមិនមានផ្ទុះអាវុធទេគឺបានន័យថាពួកគាត់នឹងអាចវិលត្រឡប់មកប្រទេសដើមកំណើតរបស់វិញជួបជុំក្រុមគ្រួសារបាទស្អីនឹងមកជួបជុំបុណ្យសកលជុំគ្នាតាន់ពេលតាន់វេលាផងព្រោះដល់ថ្ងៃចុងឆ្នាំដាច់ឆ្នាំល្មមបាទអរគុណច្រើនបងប្អូនហើយក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីបវមហាប្រសើរសម្រាប់ឆ្នាំសកលដែលជិតចូលមកដល់នេះសូមឲ្យបងប្អូនយើងជួបតែពុទ្ធពរទាំង4ប្រការយុវណៈសុខៈពលៈនិងបដិភិអ្នកកំបីគ្លៀងគ្លាតឡើយបាទខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសូម